កម្ពុជាជំរុញឲ្យអង្គការសហប្រជាជាតិស៊ើបអង្កេតការវាយប្រហារយោធាថៃលើទឹកដីរបស់ខ្លួនអ្នកភូមិប្រញាប់ប្រញ័រទៅកាន់សុវត្ថិភាពខណៈជនស៊ីវិលកម្ពុជាម្នាក់ដែលត្រូវបានគេរាយការណ៍ថាត្រូវបានបាញ់ដោយទាហានថៃត្រូវបានដឹកចេញពីកន្លែងកើតហេតុគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជ្រឹកបានដាក់ពាក្យបណ្ដឹងជាបន្ទាន់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអូឆឺដោយអំពាវនាវឲ្យមានការស៊ើបអង្កេតលើអ្វីដែលខ្លួនពិពណ៌នាថាជាការវាយប្រហារដោយគ្មានហេតុផលដោយកងកម្លាំងប្រដាប់អាវុធថៃដែលបានសម្លាប់និងរងរបួសជនស៊ីវិលកម្ពុជានៅក្នុងទឹកដីកម្ពុជាក្បែរព្រំដែនជាមួយប្រទេសថៃនៅក្នុងលិខិតថ្ងៃទី12ខែវិច្ឆិកាប្រធានជ្រឹកលោកខៀវវិមីបានជំរុញឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ចាត់វិធានការភ្លាមជុំវិញអ្វីដែលគណៈកម្មាធិការហៅថាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិយោងតាមជ្រករបាយការណ៍គួរឲ្យទុកចិត្តពីអាជ្ញាធរមូលដ្ឋាននិងសហគមន៍ដែលរងផលប៉ះពាល់នៅភូមិព្រៃឈិនឃុំអូបៀឈូនស្រុកអូជ្រោវខេត្តបែនជាមានជ័យបង្ហាញថាកងកម្លាំងថៃបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលកម្ពុជាដែលគ្មានអាវុធដោយគ្មានការបង្កហេតុនៅក្នុងទឹកដីកម្ពុជាការរកឃើញបឋមបានបញ្ជាក់ថាយ៉ាងហោចណាស់ជនស៊ីវិលម្នាក់បានស្លាប់និងរងរបួសជាច្រើនអ្នកកងកម្លាំងប្រដាប់អាវុធថៃបានធ្វើការវាយប្រហារដោយគ្មានហេតុផលទៅលើជនស៊ីវិលកម្ពុជាដែលគ្មានអាវុធនិងស្លូតត្រង់នៅក្នុងទឹកដីកម្ពុជាជ្រកបាននិយាយដោយថ្កោលទោសទង្វើនេះថាជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនិងជំរុញឲ្យមានការទទួលខុសត្រូវចំពោះអ្នកទទួលខុសត្រូវឧបត្តិហេតុនេះបានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនៅទីក្រុងគូឡាឡាំពូកាលពីថ្ងៃទី26 ខែតុលាដោយមានប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានអាស៊ានសេចក្តីប្រកាសបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាពនិងការការពារជនស៊ីវិលនៅតាមបណ្ដោយព្រំដែនជ្រកបាននិយាយថាការវាយប្រហារនេះបំផ្លាញស្មារតីនិងកាត់ផ្កិច្ចយ៉ាងធ្ងន់ធ្ងរនៃសេចក្តីប្រកាសរួមនិងរំលោភលើឧបករណ៍អន្តរជាតិសំខាន់រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ EXPER គណៈកម្មាធិការក៏បានសម្ដែងការព្រួយបារម្ភចំពោះការឃុំខ្លួនទាហានកម្ពុជាចំនួន18នាក់ដែលកំពុងជាប់ឃុំនៅក្នុងយោធាថៃរយៈពេល105ថ្ងៃបើទោះបីជាប្រទេសថៃបានបដិញ្ញាចិត្តដោះលែងពួកគេជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពូក៏ដោយជ្រកបានព្រមានថាការបន្តឃុំខ្លួនគឺបង្កើតជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌